សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងសិក្សាអំពីការរៀបចំតារាងឲ្យមានរបៀបរៀបរយនៅក្នុងកម្មវិធី Google Sheet អញ្ចឹងនៅក្នុងមេរៀននេះយើងនឹងសិក្សាអំពី3ចំណុចធំៗទី1គឺការប្រើប្រាស់ Text Wrapping Text Wrapping គឺដើម្បីធ្វើការតម្រៀបទិន្នន័យរបស់យើងទៅតាមទំហំនៃ cell បាទទី2គឺការកំណត់ទំហំជួរដេកនិងជួរឈរបាទ resize ការពង្រីកឬក៏បង្រួមជួរដេកជួរឈរទី3គឺការប្រើប្រាស់ Split Pen ដើម្បីធ្វើការបង្កកជួរដេកនិងជួរឈរដើម្បីឲ្យងាយស្រួលអូសមើលទិន្នន័យច្រើនអញ្ចឹងឧទាហរណ៍ថាយើងមានតារាងទិន្នន័យមួយយើងចង់ធ្វើការកំណត់ជាលក្ខណៈ Text Wrapping អញ្ចឹងនៅកន្លែងនេះគឺជាតារាងដែលខ្ញុំបានបង្កើតជា sample មួយបាទអញ្ចឹងនៅក្នុងចំណុចដំបូងដែលយើងនឹងសិក្សានោះគឺការប្រើប្រាស់ Text Wrapping អញ្ចឹង Text Wrapping គឺសំដៅទៅលើការកំណត់ទិន្នន័យនៅក្នុងតារាងដែលអាចមាន overflow ឬក៏ wrap text ជាដើមបាទអញ្ចឹងនៅក្នុងការវាបញ្ចូលទិន្នន័យឧទាហរណ៍ថាខ្ញុំបញ្ចូលទិន្នន័យមួយដាក់ថាថ្ងៃខែឆ្នាំកំណើតដូចខ្ញុំឧទាហរណ៍ស្រាប់បាទអញ្ចឹងនៅពេលដែលយើងវាបញ្ចូលដូចនេះបើសិនបើទិន្នន័យច្រើនវានឹងទៅមុខមានតែគេហៅថា overflow ទៅមុខអញ្ចឹងឧទាហរណ៍ថ្ងៃខែឆ្នាំកំណើតរបស់ខ្ញុំអញ្ចឹងនៅកន្លែងនេះគេហៅថាមុខនេះគេហៅថា overflow នេះអញ្ចឹងបើសិនបើយើងអត់ទាន់បានធ្វើអីទេគឺយើងវាបញ្ចូលគឺកំណត់ទៅធម្មតាប៉ុន្តែបើកាលណាយើងចង់កំណត់គឺយើងកលែងមើលទៅលើមជ្ឈ menu bar របស់យើងនេះគឺយើងនឹងឃើញមានចំណុចមួយគឺដាក់ថា text wrapping អញ្ចឹងនៅក្នុង text wrapping នេះគឺវាមាន3ទី1គឺ overflow ដែលជាលក្ខណៈធម្មតាក្នុងការកំណត់ default វាហ្នឹងទី2គឺ wrap text នេះគឺដើម្បីធ្វើការទម្លាក់អត្ថបទមកពីបន្ទាត់បើកាលណា column ឬក៏ cell របស់យើងហ្នឹងមានទំហំតូចជាងអក្សរគឺអក្សរនឹងទម្លាក់ចុះខាងក្រោមអញ្ចឹងដូចឧទាហរណ៍នៅកន្លែងនេះប្រសិនបើយើងប្រើប្រាស់ wrap text ដូចនៅក្នុងចំណុចមួយនេះគឺអក្សរនឹងទម្លាក់ចុះមកខាងក្រោមឲ្យយើងតែម្ដងអញ្ចឹងកន្លែងនេះនៅពេលដែលវាពេញបន្ទាត់ណាមួយវានឹងទម្លាក់ចុះឲ្យយើងអញ្ចឹងកន្លែងនេះគឺជាចំណុចសម្គាល់ក្នុងការប្រើប្រាស់ប៉ុន្តែនៅកន្លែងនេះអ្នកទាំងអស់គ្នាអាចមើលចំណុចមួយទៀតគឺទាក់ទងជាមួយនឹងការកំណត់ vertical text វិញ vertical text នេះគឺសំដៅទៅលើការដែលយើងកំណត់ទំហំអត្ថបទមានថាអត្ថបទរបស់យើងឲ្យនៅចំកណ្ដាលឬក៏នៅផ្នែកខាងក្រោមដូចឧទាហរណ៍នៅកន្លែងនេះអ្នកទាំងអស់ឃើញមានអក្សរប៉ុន្តែគឺវាស្ថិតនៅខាងក្រោមអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាកំណត់ vertical text នេះឲ្យចំកណ្ដាលគឺ cell របស់យើងនេះមានថានៅចំកណ្ដាល cell របស់យើងគឺនឹងឃើញអត្ថបទរបស់យើងស្អាតជាងមុនអញ្ចឹងដើម្បីធ្វើការកំណត់ឲ្យមកចំកណ្ដាល vertical នេះបានគឺអ្នកទាំងអស់គ្នា select ទៅលើទិន្នន័យណាមួយដែលយើងចង់ធ្វើការកំណត់ដូចគ្នាហើយបន្ទាប់មកយើង scroll មកមើលលើត្រង់កន្លែង menu bar នេះគឺយើងនឹងឃើញមានពាក្យមួយគឺពាក្យថា vertical នៅជាប់កន្លែង text wrapping នេះបាទអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចុចមើលហើយគឺនៅកន្លែងនេះគឺវាមាន3វាមាន top វាមាន middle ហើយនិងមាន bottom អញ្ចឹងចំពោះ top នេះគឺយើងចង់ឲ្យវាតម្រឹមនៅផ្នែកខាងលើមានថាចាប់ពីខាងលើចុះមកវិញបាទឧទាហរណ៍ថាយើងចុចមួយបាទអញ្ចឹងនៅផ្នែកខាងលើនេះគឺវាតម្រឹមផ្នែកខាងលើចុះមកហើយយើងចុះមកខាងក្រោមចំណែកនៅកន្លែងទី2គឺតាក់ទងជាមួយនឹង middle គឺតម្រឹមផ្នែកកណ្ដាលវិញបាទអញ្ចឹងវានឹងចាប់យកអត្ថបទរបស់យើងមកចំកណ្ដាលទិន្នន័យអញ្ចឹងនៅក្នុងកន្លែងកណ្ដាលទិន្នន័យនេះគឺវាចាប់យកទៅតាម alignment របស់យើងមួយទៀតមានថាយើងមានកំណត់ vertical ហ្នឹងហើយយើងអាចមាននៅក្នុង alignment ចំនួន4ទៀតដែលមានតម្រឹមខាងឆ្វេងតម្រឹមកណ្ដាលខាងស្ដាំឬក៏ justify ហ្នឹងគឺយើងបានរៀនពីមេរៀនមុនហើយនៅក្នុងចំណុចទាំងអស់នេះចឹងយើងអាចកំណត់ប៉ុណ្ណេះបន្ថែមទៀតចឹងនៅកន្លែងនេះចំណុចបើសិនបើយើងចង់បាន bottom គឺយកផ្នែកខាងក្រោមមកគឺវាតម្រឹមផ្នែកខាងក្រោមនេះវិញចឹងភាគច្រើននៅពេលដែលតារាងដែលយើងធ្វើការកំណត់យើងតែងតែយក middle ដើម្បីឲ្យទិន្នន័យរបស់យើងនៅក្នុងតារាងនោះគឺវាស្មើស្អាតជាមួយនឹងអត្ថបទមានថាតារាងរបស់យើងគឺបញ្ចូលទិន្នន័យគឺអត្ថបទរបស់យើងគឺចំកណ្ដាលហើយចំពោះកន្លែង alignment left
center ឬក៏ right ឬក៏ justify ផ្សេងៗហ្នឹងគឺអាស្រ័យទៅលើតម្រូវការនៃអត្ថបទពេលខ្លះយើងត្រូវការយកមកចំកណ្ដាលនេះគឺឈ្មោះនៅចំកណ្ដាលចេះគឺយើងត្រូវកំណត់ពីរតង់ទី1គឺកំណត់ទៅលើ alignment គឺយើងយក center ហើយទី2គឺកំណត់ vertical នេះគឺយើងយក middle ដូចគ្នាដែរអញ្ចឹងអត្ថបទរបស់យើងនឹងធ្វើការកំណត់នៅចំកណ្ដាលហើយមានថាកណ្ដាលនៃ cell ហើយនឹងផ្នែកកណ្ដាលនៃ cell ដូចគ្នាដែរមានថា alignment ក៏កណ្ដាល vertical ក៏កណ្ដាលមានថា horizontal ហើយនិង vertical គឺដូចគ្នាបាទនេះគឺជាចំណុចក្នុងការកំណត់ wrap text បាទទី2គឺតកតងជាមួយនឹងការកំណត់ទំហំជួរដេកនិងជួរឈរបាទការកំណត់ទំហំជួរដេកនិងជួរឈរគឺវាជួយឲ្យអត្ថបទរបស់យើងឬក៏តារាងរបស់យើងហ្នឹងគឺរៀបចំទៅស្អាតមិនឧទាហរណ៍ថាដូចនៅក្នុងកន្លែងនេះចឹងគឺយើងត្រូវការតារាងដែលមានលេខរៀងមានឈ្មោះមានភេទមានថ្ងៃខែឆ្នាំកំណើតអញ្ចឹងនៅពេលដែលយើងបញ្ចូលទិន្នន័យហើយយើងត្រូវការពង្រីកឬក៏បង្រួម column នោះគឺយើងពឹងផ្អែកទៅលើ column ឬក៏ row អញ្ចឹងនៅក្នុងការតម្រៀបនេះយើងអាចប្រើប្រាស់ជាលក្ខណៈការកំណត់តម្លៃលេខចូលយកផ្ទាល់ក៏បានឬក៏យើងចាប់អូសពង្រីកបង្រួមក៏បានអញ្ចឹងនៅក្នុងការចាប់អូសគឺយើង select ទៅលើជួរឈរណាមួយឬក៏ចាប់បាន2 3ជួរយើង select 2 3ជួរហ្នឹងមកឧទាហរណ៍ថាខ្ញុំត្រូវការ2ជួរចេះអញ្ចឹងឬក៏3ជួរចេះអញ្ចឹងយើងអាស្រ័យទៅលើតម្រូវការនៃការប្រើប្រាស់នៅក្នុងការពង្រីកបង្រួមអញ្ចឹងបើយើងពង្រីកម្ដងមួយឬក៏បង្រួមម្ដងមួយគឺយើងចាប់ផ្ដើមធ្វើការ click មកចាំកន្លែងនេះយក i-beam របស់យើងមក click ចំកន្លែង column កន្លែងអក្សរ A ទៅដល់ចុងក្រោយហ្នឹងអញ្ចឹងយើងចាប់ផ្ដើមពង្រីកមកចាប់ពង្រីកយកតែម្ដងបាទ click ឲ្យជាប់ចាប់ពង្រីកឬក៏បង្រួមនេះគឺយើងពង្រីកម្ដងមួយអញ្ចឹងកាលណាយើង double click ទៅលើ column នោះវានឹងធ្វើការ auto fit មានថាវាបង្រួមទៅតាមទំហំនៃតួអក្សររបស់យើងតែម្ដងបាទអញ្ចឹងដូចនៅកន្លែងនេះចេះប្រសិនបើយើងមានឈ្មោះអញ្ចេះគឺយើងគ្រាន់តែ double click ទៅលើ column មួយនោះគឺយើងនឹងធ្វើការ fit មានថា auto fit column នោះទៅតាមទំហំនៃអក្សរអញ្ចឹងយើងអាចពង្រីកឬក៏បង្រួមទៅតាមទំហំដែលយើងចង់បានអញ្ចឹងបើករណីដែលយើងចង់បានទំហំជួរឈរនីមួយប៉ុនគ្នាគឺយើងអាច select ឲ្យបានច្រើនជួរឈរមកបាទហើយចាប់ផ្ដើមធ្វើការពង្រីកឬក៏បង្រួមអញ្ចឹងនៅពេលដែលយើងពង្រីកឬក៏បង្រួមជួរឈរដែលយើងបានធ្វើការ select នោះនឹងធ្វើការពង្រីកបង្រួមទំហំប៉ុនគ្នាទៅតាមដែលយើងបានកំណត់នោះចំពោះជួរដេកក៏ដូចគ្នាដែរជួរដេកយើងមើលមកកន្លែងលេខរៀងពីលេខ1នេះជួរដេកទី1រហូតដល់ជួរដេកចុងក្រោយអញ្ចឹងយើងចាប់បានធ្វើការពង្រីកឬក៏បង្រួមទៅតាមទំហំដែលយើងចង់បានដូចគ្នាហើយចំពោះលក្ខណៈនៃការ auto fit ក៏ដូចគ្នាដែរគឺយើង double click បាទ click លើវាពីរដងវានឹងធ្វើការ auto fit ទៅលើទំហំនៃជួរដេកនោះហើយវា fit ជាមួយនឹងទំហំនៃអក្សរដែលយើងធ្វើការកំណត់ទំហំនោះអញ្ចឹងបើកាលណាយើងចង់បានជួរដេកនោះគឺមានទំហំប៉ុនគ្នាយើងចាប់ដើមធ្វើការ select ជួរដេកនោះឲ្យបានច្រើនទៅតាមដែលយើងចង់បានហើយចាប់ដើមធ្វើការពង្រីកបាទអញ្ចឹងយើងចាប់ដើមធ្វើការពង្រីកគឺទំហំនៃជួរដេកនីមួយគឺវានឹងធ្វើការពង្រីកហើយទំហំប៉ុនគ្នាបាទចំណុចនេះគឺជាចំណុចមួយដែលល្អប្រសើរសម្រាប់អ្នកទាំងអស់គ្នាយកទៅធ្វើការរៀបចំជាតារាងអត្ថបទដែលមានឈ្មោះទៅគឺយើងអត់ចង់ឲ្យថាឈ្មោះនីមួយcolumnនីមួយតូចធំអញ្ចឹងយើងធ្វើតាមវិធីមួយនេះបាទចំណុចទី3គឺជាចំណុចចុងក្រោយគឺការប្រើប្រាស់ freeze pen នេះគឺជាលក្ខណៈក្នុងការបង្កក់ជួរដេកឬក៏ជួរឈរដើម្បីឲ្យអត្ថបទរបស់យើងមានលក្ខណៈងាយស្រួលមើលឧទាហរណ៍ថាយើងមានទិន្នន័យកាន់តែច្រើនខ្ញុំឧទាហរណ៍ខ្ញុំផាសទិន្នន័យឲ្យច្រើនតែម្ដងអញ្ចឹងយើងត្រូវ scroll មើលហើយអញ្ចឹងនៅពេលដែលយើង scroll មើលអញ្ចឹងនៅផ្នែកខាងលើនេះគឺបាត់ហើយយើងមើលអត់ឃើញទេអញ្ចឹងយើងចង់ freeze ទិន្នន័យហ្នឹងគឺដើម្បីឲ្យ column ខាងលើមានជួរដេកឬក៏ជួរឈរណាមួយដែលយើងចង់កំណត់នោះឲ្យវានៅទិន្នន័យដែលយើងចង់មើលឃើញជានិច្ចអញ្ចឹងដើម្បីធ្វើការកំណត់គឺយើងត្រូវឈរលើ cell ណាមួយដែលយើងចង់កំណត់ក្នុងការ freeze នោះហើយបន្ទាប់មកគឺយើងចូលមកកាន់ទីតាំងនៃ view នៃ menu bar ហើយចូលមកកាន់ពាក្យថា freeze ហើយកំណត់នៅកន្លែងនេះគឺមាន row no row នេះគឺយើងដោះចេញទេបើកាលណា
យើងយក one មានថាយើង freeze មួយជួរ day ទី1ជួរ day ទី2និង up to row 3 យើងមើលលេខរៀងរបស់យើងលេខ1លេខ2និងលេខ3អញ្ចឹងវា up to row 3គឺនៅចំកន្លែងដែលយើងកំពុងតែ select នោះឯងចឹងយើងចុចទៅលើ up to row 3ចឹងនៅពេលដែលយើង up to row 3នៅកន្លែងនេះគឺនឹងឃើញបន្ទាត់នេះមួយចឹងបន្ទាត់នេះជាលក្ខណៈគេហៅថា freeze pen នៅក្នុង Google Sheet របស់យើងចឹងយើងធ្វើការ scroll មកអញ្ចឹងបើកាលណាយើងចង់មានការប្រែប្រួលយើងចង់មើលទៅតាមជួរ date បន្ថែមឧទាហរណ៍យើងចង់មើលត្រឹមតែលេខរៀងទេ freeze ត្រឹមជួរ date ទី2ទេអញ្ចឹងយើងចាប់កន្លែង row ហ្នឹងបាទ freeze row ហ្នឹងឡើងមកលើមកបន្ទាត់មកចឹងនៅពេលដែលយើង scroll គឺវាមកដល់ត្រឹមតែលេខរៀងទេចឹងលេខរៀងនៅពេល scroll វា scroll ចុះរហូតតែម្ដងបាទចំណុចបន្ទាប់គឺយើងចង់ freeze column និង freeze row គឺអត់ខុសគ្នាប៉ុន្មានទេចឹងយើងចុចមកកន្លែង select ទៅលើចំណុចមួយដែលយើងចង់ freeze ដូចគ្នាដែរហើយចូលមកកាន់ពាក្យថា view ហើយយក freeze ត្រង់កន្លែងនេះគឺយើងនឹងឃើញមាននៅខាងក្រោមគឺ freeze column ដូចគ្នាចឹង up to column B ចឹងនៅពេលដែលយើងចុច freeze មកគឺនឹងថែមជួរឈរនេះមកមួយទៀតបាទចឹងជួរឈរមួយនេះគឺនៅពេលដែលយើង scroll បាទយើងមើល scroll បាននៅខាងក្រោមនេះបាទយើងបង្វិលមកគឺវា freeze ត្រឹម column មួយនេះតែម្ដងអញ្ចឹងមានថាបន្ទាត់កន្លែងនេះនៅពេល scroll គឺវាឡើងលើហើយបើយើងអូសមកខាងស្ដាំគឺវានឹង fit មានថាត្រង់ឈ្មោះនេះគឺនៅដដែលធម្មតាប៉ុន្តែចំណុចផ្សេងគឺត្រូវបាន auto scroll ចូលទៅខាងក្នុងអញ្ចឹងនេះជាលក្ខណៈក្នុងការ freeze pen ដើម្បីមានលក្ខណៈក្នុងការមើលទិន្នន័យឲ្យងាយស្រួលទៅតាមតម្រូវការនៃការកំណត់របស់យើងបាទអញ្ចឹងនៅពេលដែលយើងចង់ដោះវាវិញតើយើងដោះដោយរបៀបណាដើម្បីធ្វើការដោះ freeze pen វិញបានជាធម្មតាគឺយើងចូលទៅកាន់ view ហើយកន្លែង freeze pen នេះយើងយក no row មកអញ្ចឹងវានឹងដោះចេញហើយអញ្ចឹងនៅពេលដែល column គឺយើងយក no column មកអញ្ចឹងនៅកន្លែងនេះគឺ freeze row និង freeze column គឺត្រូវបានដោះចេញអស់ហើយអញ្ចឹងវាលែងមាន freeze row ឬក៏ freeze column ទៀតអូខេអញ្ចឹងនៅក្នុងចំណុចទាំង3ចំណុចនេះគឺជាចំណុចមួយដែលក្នុងការរៀបចំតារាងរបស់យើងឲ្យមានរបៀបរៀបរយហើយសង្ឃឹមថាមេរៀននេះគឺអាចជួយទៅអ្នកទាំងអស់គ្នាក្នុងការចាប់ដើមរៀបចំតារាងឲ្យបានស្អាតបាទជាចុងក្រោយអ្នកទាំងអស់គ្នាកុំភ្លេចចុចលើប៊ូតុង Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel របស់ខ្ញុំបាទអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់ក្នុងករណីមានចម្ងល់ផ្សេងៗអ្នកទាំងអស់គ្នាអាច comment នៅក្រោមវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយៗទៀត